គ្នាពីប្រាប់ហ៎ដោយសារមិននៅរស់ហ្នឹងយកសួស្តីអ្នកគ្នាស្វាគមន៍មកកម្ម vlog ថ្មីអួយខានធ្វើ vlog យូរណាចា vlog នេះគឺរៀងញ៉ៃញ៉ៃតិចចាមកដំបូងគឺបើកក្បាលមកប្រឡែងកពឹសតែម្ដងគ្នាពីប្រាប់ហ៎ដោយសារមិននៅរស់ហ្នឹងយកមកចេញធ្វើបុណ្យដំបូងកពឹសផ្ងាពោះមួយបាទតែនេះដូចស្បងសោះនេះខ្លាំងណាស់យកជាប់ក្នុងថងទៅទឹកណាអូយមួយបានពីរឥឡូវនិយាយទៅពីមាត់អូចាញ់ធ្វើបុណ្យដំបងចាទៅទាំងទូរស័ព្ទទៅទាំងកពឹសចាទៅព្រមគ្នាតែម្ដងអូយអញណែបាត់រៀនស្ដាប់លឺតាំងពីម្សិលមិញទេមែនកំពងពេញភាសាតែម្ដងឥឡូវពួកខ្ញុំបានមកដល់ពីអង្គរហើយខ្ញុំមកម្នាក់ហើយអូយអត់ឲ្យឡើងទៀតទេនោះតអស់ឡើងតាមនោះគេមានច្រើនណាស់ណាគេឲ្យដល់ឡើងទៅពីមកដាក់ណាមកទៅខ្ញុំសានគោវត្តយើងនេះគឺសបោភ្ញៀវទេសចរជាតិនិងអន្តរជាតិមកច្រើនហ្មងណាអានេះគឺខ្ញុំថតតែមួយផ្នែកតូចទេតែអូបើថាខ្ញុំថតទាំងអស់វិញគឺថតអត់អស់ហ្មងដោយសារភ្ញៀវមកច្រើនខ្លាំងមែនតើហើយណាមួយថ្ងៃឈប់សម្រាកផងអញ្ចឹងភ្ញៀវគាត់បុកមកហ្មងតែខាងនេះគឺជាកន្លែងដែលយើងត្រូវឡើងទៅកំពូលបាកាអញ្ចឹងហើយគឺសបោត្រាភ្ញៀវទេសចរជាតិនិងអន្តរជាតិខ្លាំងមែនតើហើយថ្ងៃនេះគឺជាថ្ងៃច័ន្ទទី29ភ្ញៀវទេសចរមកច្រើនណាស់បងប្អូននិយាយទៅថ្ងៃចាស់នេះតែគឺមានភ្ញៀវទេសចរមកច្រើនណាស់អ្នកនរគ្នាមានចាប់អារម្មណ៍កំពូលប្រាសាទនៅពីក្រោយខ្ញុំមកអូននិយាយទៅចេញពណ៌មាសស្អាតហ្មងឲ្យតែពេលល្ងាចម៉ោង4មកគឺស្អាតខ្លាំងហ្មងបាច់ឆ្ងល់ទេថៃបានពួកចៅវាចង់បានម៉េះគាត់តែមើល background ខាងខ្ញុំណាគ្នាម៉ោង4ល្ងាចចាំងចេញមកគឺពលឺពណ៌មាសហ្មងអត់មាន edit color បន្ថែមទេណាបើសិនជាអ្នកទាំងអស់គ្នាចង់ឃើញចម្លាក់ស្អាតដូចជារូបចម្លាក់អប្សរាដែលផុសមើលស្អាតអត់ឃើញសូវមានបាក់បែកឬក៏ខូចត្រង់គ្រាអីគឺឡើងមើលតួបាកានមកអ្នកគ្នាចម្លាក់សឹងតែថាអូស្អាតខ្លាំងហ្មងនិយាយទៅមើលនឹងភ្នែកផ្ទាល់បានដឹងថាស្អាតប៉ុណ្ណាភាសាអង្គរវត្តខ្ញុំមកសឹងរហ័សតតែនិយាយទៅដោយសារតែស្អាតពេកស្អាតរកអ្វីប្រៀបផ្ទឹមពុំបានក្រោយតិចអ៊ំចូលក្នុងអ៊ំនិយាយត្រង់មកអ្នកគ្នាបើសិនជាបានថតវិញថតតែឯងថតតទូរស័ព្ទ full memory និយាយទៅពេលល្ងាចចាំងពលឺមកស្អាតពេកអញ្ចឹងបើយើងអត់ថតដូចជាវាមិនសមគាត់ទៅខ្ញុំមកឡើងរហ័សតតែគាត់ថាខ្ញុំអត់សូវបានធ្វើ vlog និយាយទៅណាមួយ full memory ខ្ជិលលុបរូបថតអីចឹងទៅទុកចោលទៅថ្ងៃនេះក៏នឹកឃើញថត vlog ថតអីចឹងទៅ vlog ដើមឆ្នាំ2026view sunset ស្អាតសាហាវហ្មងអ្នកទាំងអស់គ្នានិយាយទៅស្អាតហ្មងហើយបើ view ខាងនេះវិញហៅថាស្អាតនិយាយទៅគយគុណមិនចិនណាយតែម្ដង Nice មកថាខ្ញុំទៅនាំខ្ញុំទៅពួកទ្រូងណាគ្នាតោះមិនតាន់ហើយផងតាន់ចុចផងត1 2 3នេះពេលមកហូតដល់កន្លែងគេហៅថាពួកជុំហ្នឹងពួកឲ្យមើលពួកយកហ្នឹងពួកតិចបាត់ចូលផ្អែកថ្មចូលផ្អែកចូលអឹបចូលអឹបពេលចាំមកពីលើរត់បាកាណាអ្នកគ្នាកុំភ្លេចទៅកន្លែងខាងនេះផងខ្ញុំអត់ដឹងខាងកើតលិចជើងត្បូងឯងខ្ញុំអត់សូវស្គាល់ទេចាអធិស្ឋានផងអ្នកស៊ីមរីមិនតែស្គាល់លិចកើតជើងត្បូងទេគាត់ថាកន្លែងហ្នឹងគឺប្លង់ស្អាតហើយទល់មុខនឹងកន្លែងថតសុំរូបថតណាកន្លែងប្លង់គេល្បីនិយាយទៅស្អាតហ្មងកន្លែងហ្នឹងទៅទៀតទៅឆ្ងាយទៀតបាន
ហើយពេលចង់មកដល់ក្រោមកុំភ្លេចទៅមើលកន្លែងចម្លាក់ចម្បាំងរវាងព្រះក្រឹស្នាហើយនិងពីណូផងអ្នកគ្នាព្រោះដោយសារកន្លែងហ្នឹងគឺ relate to ព្រះវិស្ណុជិះលើគ្រុឌតែម្ដងអញ្ចឹងបើសិនជាអត់ចង់រំលងកន្លែងហ្នឹងទេមកទស្សនាផងដើម្បីឲ្យដឹងពីខ្សែភាពរឿងខ្សែខ្សែរឿងចាខ្សែរឿងខ្លងស្អាតនឹងកោតតមកទឹកផឹកបានថតអស់ខ្លងអើយអ្នកសៀមរាបមកលេងប្រាសាទអង្គរវត្តមួយអាទិត្យម្ដងចាអ្នកមើលវិញហ៎ Later ឥឡូវគឺបន្តដំណើរទៅរកអីញ៉ាំចានិយាយទៅញ៉ាំនៅ street food តែម្ដងគយគន់ជាមួយនឹងទេសភាពស្អាតកប់អូយមកអត់ហើចឹងអត់ជាតិទេ street food ឃើញច្រើនមកហើយច្រើនអញ្ចឹងតែអស់លុយតិចទេគ្នាខ្ញុំ3នាក់អស់ម្នាក់10000ជាងហ្នឹងហើយក៏ខ្ញុំឆ្លៀតទៅមើលកន្លែង art for peace ដែរណាគ្នាកន្លែងហ្នឹងធំហ្មងរូបភាពគឺធំខ្ញុំស្មានទូចទៅដល់ oh my god ប៉ុណ្ណាណី 2 hours later ពួកខ្ញុំនេះដើរ3នាក់ត្រូវគ្នាហ្មងចេញពីមួយទៅមួយចេញពីមួយទៅមួយចាក់ចេះហត់អត់ចេះអីទេឥឡូវនេះមកដល់សារទំនើបអង្គរទៀតហើយសារទំនើបគេតែបើកថ្មីហ៎ហើយកន្លែងហ្នឹងធំណាគ្នាគាត់ថាមករើសក្រែមហ្នឹងចង់10នាទីព្រោះក្រែមវាច្រើនមុខពេកចង់និយាយថាក្រែមនៅនេះ1លានមុខបងប្អូនអូយដល់នេះទៀតហាន់លាយអស់អូអានេះគេយកធ្វើគេយកក្លុកញ៉ាំហាន់លាយអស់ស៊ីភ្លាមហាច់ភ្លាមអានេះដល់ប្រែតបោះអីតែនេះអូយក្រែមច្រើនសាហាវប្រែតគឺអត់ធ្វើផងសរសៃយកមកពីប្រាំងព្រោះឈ្មោះប្រាំងអានេះបោះក្រែអូយបោះជុំចេញទៅវិញបងប្អូនពេញទៅសាប៊ូដោះខ្លួនម្ដងពេអស់ច្រើនជាងគេបាយជួលgo home bye see you next year ប្លុកនេះគឺឈានទៅដល់ទីបញ្ចប់ហើយបងប្អូនចាអធិស្ឋានរៀងវែងតិចព្រោះថាខានថតយូរអញ្ចឹងចាំជួបគ្នាមួយខ្ញុំនៅប្លុកក្រោយបាយ